បាទលោកនៅនាងជាទីមេត្រីការធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយដែលមានទិសដៅរាំងលោកសំរងស៊ីមិនឲ្យចូលជួយធ្វើអ្វីដែលផ្ដល់ផលប្រយោជន៍ដល់គណៈបកសង្គ្រោះជាតិអាចនឹងត្រូវគេដាក់ចេញឲ្យអនុវត្តនាពេលឆាប់នេះហើយដោយលោកនៅនាងបានជ្រាបហើយច្បាប់នេះត្រូវស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភាអនុម័តរួចហើយរងចាំតែការអនុម័តពីស្ថាប័នពីរទៀតគត់គឺស្ថាប័នក្រមប្រឹក្សាធម្មនុញ្ញនិងស្ថាប័នព្រះមហាក្សត្របាទលោកសំរងស៊ីនៅពេលនេះនឹងមានប្រតិកម្មតាក់ទងទៅនឹងច្បាប់គណៈបកនយោបាយថ្មីដែលទើបនឹងកែប្រែនេះខ្ញុំបាទនឹងជម្រាបសួរលោកសំរងស៊ីតាមទូរស័ព្ទពីចម្ងាយបាទខ្ញុំបាទសូមជម្រាបសួរលោកសំរងស៊ីម្ដងទៀតបាទជំរាបសួរលោកសុនច័ន្ទបាទសោកស្ដាយណាស់ដែលយើងភ្ជាប់តាមប្រព័ន្ធ Skype មើលរូបលោកសំរងស៊ីមិនឃើញបាទយ៉ាងណាក៏ដោយចុះឃើញរូបខ្ញុំហើយនឹងឮសំឡេងលោកសំរងស៊ីនឹងឮឃើញរូបថតលោកសំរងស៊ីដែរបាទយើងជជែកគ្នានៅក្នុងការផ្សាយវិទ្យុអាស៊ីសេរីមុននេះបន្តិចលោកសំរងស៊ីបានប្រកាសថាលោកក៏នឹងតែរកវិធីគ្រប់សពបែបយ៉ាងដើម្បីនឹងនិយាយអ្វីក៏ដោយចុះមិនចាំបាច់ថាជាប្រយោជន៍ដល់គណៈបកសង្គ្រោះជាតិទេលោកនឹងមានសារអីដទៃទៀតដើម្បីជាការសង្គ្រោះប្រទេសកម្ពុជាតែម្ដងហើយបើសិនជាលោកអាចនឹងមានសារសរសើរគណៈបកប្រជាជនកម្ពុជាបើសិនជាគណៈបកប្រជាជនកម្ពុជាធ្វើអ្វីមួយដែលផ្លូវត្រូវលោកក៏មិនកើតញញើតនឹងសរសើរគណៈបកប្រជាជនកម្ពុជាដែរលោកក៏បានរៀបរាប់នៅក្នុងការផ្សាយរបស់យើងមុននេះបន្តិចថាលោកមិនមែនជាទុនដិតទេពីព្រោះថាលោកមិនបានប្រព្រឹត្តនៅអំពើបំផ្លាញជាតិកាប់ព្រៃឈើធ្វើឲ្យបាត់បង់ព្រំដែននៃប្រទេសកម្ពុជាអីជាដើមមិនដែលប្រព្រឹត្តអំពើពុករលួយមិនកាប់សម្លាប់មនុស្សអីជាដើមគឺលោកនៅតែរក្សាថាលោកមិនមែនជាទុនដិតទេចំពោះទំនាក់ទំនងជាមួយនឹងភរិយារបស់លោកក៏លោកថានៅតែរក្សាទំនាក់ទំនងដដែលហើយច្បាប់ណាដែលមានគោលបំណងក្នុងការមិនអោយមានមនោសញ្ចេតនារវាងប្តីប្រពន្ធនេះនោះគឺថាជាលោកបានចោទថាជាច្បាប់របៀបពួកខ្មែរក្រហមមុននឹងបញ្ចប់នេះខ្ញុំបានសួរទៅឯកឧត្តមថាការពិតនៅពេលនេះយុវជនរបស់គណៈបកសង្គ្រោះជាតិមួយចំនួនហ្នឹងគឺបានជាប់ឆ្នោតទៅធ្វើជាគ្រប់គ្រងមេឃុំចៅសង្កាត់នៅតាមមូលដ្ឋាននានាហើយសំណួររបស់ខ្ញុំបាទថាពួកគាត់ពេលនេះហាក់ដូចជាធ្វើការទៅតាមសមត្ថភាពរៀងខ្លួនហាក់ដូចជាមិនទាន់មានយុទ្ធសាស្ត្ររបស់គណៈបកឯណាមួយដើម្បីឲ្យទៅជាយុទ្ធសាស្ត្រមួយជួយពួកគាត់ដើម្បីឲ្យធ្វើទៅតាមគោលការណ៍ណាមួយរបស់គណៈបកហើយនឹងជួយជំរុញពួកគាត់ឲ្យមានសមត្ថភាពថែមទៀតដើម្បីឲ្យឈានទៅការឈ្នះឆ្នោតទៅឆ្នាំ2018អាដាមបានរៀបរាប់ដោយត្រួសត្រាសឲ្យបណ្ដោយពេលវេលាយើងកាត់ផ្ដាច់បាត់ទៅខ្ញុំបាទសូមសួរអាដាមម្ដងទៀតថាតើអាដាមនឹងធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពយុវជនទាំងនោះហើយនឹងយុវជនដទៃទៀតដែលមានសក្តានុពលភាពនឹងឲ្យចូលរួមកាន់តែច្រើនជាមួយនឹងគណៈបកសង្គ្រោះជាតិបាទសូមអញ្ជើញបាទម្ដងទៀតខ្ញុំសូមសម្ដែងការកោតសរសើរចំពោះយុវជនដែលបានតស៊ូដែលបានចូលរួមក្នុងសកម្មភាពឃោសនាបោះឆ្នោតគុំសង្កាត់ហើយដែលបានជាប់ធ្វើជាមេឃុំចៅសង្កាត់ហើយក៏មានសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើនទៀតដែលបានរក្សាស្មារតីដែលយើងបានបំផុសគឺថាសូមឲ្យមន្ត្រីនៅមូលដ្ឋានដែលជាប់ឆ្នោតទាំងអស់នោះគឺបំរើប្រជារាស្ត្រកុំបំរើបកបំរើរាស្ត្រទៅវិញរក្សាឲ្យបានល្អទៅស្មារតីនឹងយើងនឹងមានគំនិតកាន់តែច្រើនឡើងដើម្បីបំរើប្រជារាស្ត្រពិតប្រាកដបំរើទី1គឺយើងធ្វើលិខិតស្នាមជូនប្រជារាស្ត្រអត្រានុកូលដ្ឋានលិខិតបញ្ជាក់ទីលំនៅបញ្ជីជាតិអីហ្នឹងគឺធ្វើឲ្យឆាប់ធ្វើដោយមិនទាមទារកម្រៃផ្ទាល់ខ្លួនធ្វើដោយមិនរើសអើងដើម្បីឲ្យបងប្អូនយើងដែលត្រូវការលិខិតស្នាមទាំងអស់នោះយកទៅប្រើប្រាស់ដើម្បីរកទទួលទានទៅរៀនសូត្រទៅធ្វើការទៅអីគ្រប់សពនឹងទី1ទី2សូមកុំចូលដៃជាមួយឈ្មួញទុច្ចរិតកុំចូលដៃជាមួយជនខិលខូចមករឹបអូសយកដីធ្លីប្រជារាស្ត្រមកកាប់បំផ្លាញព្រៃឈើមកកាយរ៉ែកាយអី
សពដងមេឃុំខ្លះពីអតីតកាលហើយឥឡូវក៏មានអញ្ចឹងទៀតខ្លះដែរគឺគេឲ្យសំណុកសុកប៉ាន់តែបន្តិចបន្តួចហ្នឹងទៅគឺបិទភ្នែកហើយឲ្យឈ្មួញខិលខូចចូលមកធ្វើសកម្មភាពមិនគប្បីនៅក្នុងឃុំសង្កាត់របស់ពួកគាត់នឹងក៏យើងត្រូវទប់ស្កាត់កុំឲ្យមានអញ្ចឹងទៀតហើយទី3ឃុំខ្លះដែលមានជនបរទេសចូលមកនិយាយឲ្យចំទៅអន្តោប្រវេសន៍ខុសច្បាប់មកពីវៀតណាមគេមានឱកាសធ្វើกระดาษស្នាមបន្លំធ្វើជាខ្មែរដោយសារមានមេឃុំចៅសង្កាត់យើងខ្លះចេះតែសម្រួលឲ្យជនបរទេសពុករលួយខ្លះទៅមានបញ្ជាពីលើមកថាឲ្យសម្រួលឲ្យជនបរទេសទៅកុំធ្វើអញ្ចឹងគឺទប់ស្កាត់គោរពច្បាប់អន្តោប្រវេសន៍គោរពច្បាប់សញ្ជាតិកុំធ្វើលិខិតស្នាមឲ្យជនបរទេសឲ្យគេបន្លំធ្វើជាខ្មែរថ្ងៃណាមួយគេចំនួនគេកាន់តែច្រើនអាហ្នឹងគេនឹងសម្រេចវាសនាប្រទេសជាតិយើងជំនួសយើងហើយសូមឲ្យប្រកាន់ជំហរ3នឹងឲ្យច្បាស់លាស់ហើយភ្លាមនេះមិនចាំបាច់ចាំយូរទេការងារដែលយើងចាប់ផ្ដើមធ្វើតែប៉ុណ្្នឹងទៅវាក្រនបាហើយយុវជនទាំងអស់នោះក៏មានចំណេះដឹងក្នុងវិស័យផ្សេងដែរតែគួរណាស់យើងរៀបចំឲ្យមានកម្មវិធីបណ្ដុះបណ្ដាលពួកគាត់ថែមទៀតឲ្យមានជំនាញកាន់តែខ្ពស់ជំនាញរដ្ឋបាលជំនាញច្បាប់ជំនាញសេដ្ឋកិច្ចនៅមូលដ្ឋានឲ្យគាត់នឹងមានការយល់ដឹងកាន់តែខ្ពស់ឡើងថែមទៀតដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់បាទអរគុណអាដាមឥឡូវមិននិយាយពីយុវជនទៅវិញនិយាយអំពីអ្នកដែលទើបនឹងជាប់ឆ្នោតទាំងតំណែងមេឃុំចៅសង្កាត់ទាំងតំណែងក្រុមប្រឹក្សាផងឃើញថាក្នុងអាណត្តិនេះគឺមានដល់តែជាង 5000 នាក់ដូច្នេះទ័ពរបស់គណៈបកសង្គ្រោះជាតិនឹងមានជាង 5000 នាក់ដែលបានលើកទី1ហើយដែលបានចុះទៅគ្រប់គ្រងថ្នាក់ក្រោមជាតិតែអាដាមនឹងមានយុទ្ធសាស្ត្របែបណាដែរដើម្បីឲ្យកងទ័ពជាង 5000 នាក់នេះរបស់គណៈបកសង្គ្រោះជាតិដែលកំពុងតែនៅគ្រប់គ្រងតាមថ្នាក់ក្រោមជាតិនឹងដើម្បីជួយធ្វើយ៉ាងណាឲ្យឈ្នះឆ្នោតនៅការបោះឆ្នោតសភានៅឆ្នាំ2018នេះអាដាមសូមជឿសម្រាប់ជនច័ន្ទបុតមេតាកុំសួរខ្ញុំឲ្យខ្ញុំឆ្លើយជំនួសគណៈបកសង្គ្រោះជាតិជំនួសថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិពីព្រោះនេះជាយុទ្ធសាស្ត្រជាកម្មវិធីការងារផែនការរបស់គណៈបកសង្គ្រោះជាតិបណ្ដុះបណ្ដាលក្រុមប្រឹក្សាគុំសង្កាត់មេឃុំចៅសង្កាត់មកពីគណៈបកសង្គ្រោះជាតិអញ្ចឹងខ្ញុំមិនឆ្លើយក្នុងនាមគណៈបកសង្គ្រោះជាតិទេខ្ញុំជឿថាអតីតសហការីរបស់ខ្ញុំគឺគាត់មានគម្រោងគាត់មានផែនការរៀបចំសកម្មភាពឥឡូវឆ្លើយនេះហើយជាអ្នកដែលមានបេះដូងចំពោះគណៈបកសង្គ្រោះជាតិពីចម្ងាយអាដាមឥឡូវមិនមែនចំពោះតែគណៈបកសង្គ្រោះជាតិទេខ្ញុំជឿថាគួរណាស់បំពាក់បំពន់ណាស្មារតីស្នេហាជាតិបម្រើប្រជារាស្ត្រឲ្យមេឃុំចៅសង្កាត់មកពីគ្រប់គណៈបកនយោបាយទាំងអស់កុំឲ្យពួកគាត់បម្រើបកឲ្យពួកគាត់បម្រើរាស្ត្រនឹងជាវិភាគទៅទៀតមួយដ៏ល្អដែលខ្ញុំអាចផ្ដល់ដើម្បីលើកទឹកចិត្តមន្ត្រីមូលដ្ឋានទាំងអស់ឲ្យបម្រើរាស្ត្រឲ្យការពាររាស្ត្រកុំបម្រើបកហើយកុំបម្រើផលប្រយោជន៍បុគ្គលផលប្រយោជន៍ក្រុមនេះក្រុមនោះសូមឲ្យបម្រើផលប្រយោជន៍ប្រជារាស្ត្រទាំងមូលខ្ញុំជឿថាមិនមែនតែគណៈបកសង្គ្រោះជាតិទេគណៈបកទាំងអស់គួរណាអបអរសាទរការលើកឡើងរបស់ខ្ញុំនេះបាទអរគុណអាដាមនៅមានរឿងព្រឹត្តិការណ៍បច្ចុប្បន្នភាពនេះដទៃទៀតដែលខ្ញុំបាទអាដាមធ្លាប់ពាក់ព័ន្ធក្នុងរឿងនេះដែរដែលខ្ញុំបាទលើកចង់បានមកព្រឹត្តិការណ៍របស់អាដាមនេះអាដាមបានជ្រាបឲ្យថ្មីនេះលោកលឺឡៃស្រេងបានផ្ញើលិខិតជំហរ2លិខិតជំហរទី1ទៅកាន់លោកហ៊ុនសែនលិខិតជំហរទី2ទៅកាន់លោកកឹមសុខាហើយមានន័យស្តៀងគ្នាទេគឺគាត់បានដាក់សំណើសូមឲ្យអ្នកនយោបាយទាំងអស់នឹងចាប់ផ្ដើមអង្គុយជជែកគ្នាធ្វើយ៉ាងណាដើម្បីឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីការពារមេដឹកនាំរបស់រដ្ឋាភិបាលនឹងពេលដែលគាត់អស់ពីតំណែងទៅតែអាដាមមានប្រតិកម្មបែបណាដែរអាដាមធ្លាប់មានធ្វើការងារនេះម្ដងដែរនៅពេលដែលក្រោយពីជាប់ឆ្នោតក្រោយពីការបោះឆ្នោតឆ្នាំ2013អាដាមសូមជឿខ្ញុំចាំយ៉ាងច្បាស់ក្រោយពីការបោះឆ្នោតឆ្នាំ2013ដល់ចូលដល់ឆ្នាំ2014ដូចជាខែសីហាអីពេលជួបគ្នាថ្នាក់ដឹកនាំគណៈបក
សង្គ្រោះជាតិនិងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាបានជួបជុំគ្នាគណៈប្រតិភូគណៈបកសង្គ្រោះជាតិគឺមានរូបខ្ញុំសំរងស៊ីមានរូបលោកកឹមសុខាហើយខាងគណៈបកប្រជាជននោះមានលោកសខេងហើយមានមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនមួយចំនួនទៀតហើយខ្ញុំចាំច្បាស់ចាំរកខ្សែអត្តណាពេលដែលយើងថតសម្លេងនោះពេលនោះលោកហ៊ុនសែនខ្លួនគាត់តែម្ដងបានស្នើថាក្នុងយើងនិយាយនៅត្រូវរើគ្នាអាចទៅថាអាចរកដំណោះស្រាយអីបានមើលទៅអនាគតវែងឆ្ងាយលោកហ៊ុនសែនបានស្នើមកគណៈបកសង្គ្រោះជាតិមកស្នើមកខ្ញុំសំរងស៊ីនិងស្នើទៅលោកកឹមសុខាថាបើគណៈបកសង្គ្រោះជាតិរៀបចំឲ្យមានច្បាប់មួយច្បាប់ថ្មីមួយដើម្បីការពារសុវត្ថិភាពសេរីភាពភាពថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណៈបកកាន់អំណាចពេលណាមានការផ្ទេរអំណាចធ្វើម៉េចឲ្យមានការធានាលោកហ៊ុនសែនបានចេញករណីបញ្ជាក់ពីករណីរបស់ថ្នាក់ដឹកនាំ3រូបគឺទី1ប្រធានគណៈបកដែលជាប្រធានព្រឹទ្ធសភាពេលនោះគឺលោកជាស៊ីមទី2ប្រធានរដ្ឋសភាពេលនោះគឺលោកហេងសំរិនហើយទី3គឺនាយករដ្ឋមន្ត្រីគឺលោកហ៊ុនសែនខ្លួនឯងផ្ទាល់លោកបានស្នើថាបើគណៈបកសង្គ្រោះជាតិស្នើច្បាប់បែបហ្នឹងឲ្យ3នាក់មេដឹកនាំកម្ពុជាគណៈបកកណ្ដាលអំណាចបានរួចខ្លួនកុំឲ្យយកផ្ទុះពេកអីពេលណាមានការផ្ទេរអំណាចមកគណៈបកសង្គ្រោះជាតិពេលនោះគឺគណៈបកប្រជាជនកម្ពុជានឹងគ្រប់គ្រងសេចក្តីស្នើច្បាប់បែបហ្នឹងគណៈបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជានឹងគ្រប់គ្រងប៉ុន្តែឲ្យគណៈបកប្រជាជនកម្ពុជាស្នើខ្លួនឯងវាមិនល្អមើលគាត់បានស្នើឲ្យគណៈបកសង្គ្រោះជាតិយកទៅគិតគូរវាអាចរៀបចំណាពង្រៀងមួយក្នុងន័យហ្នឹងគឺគណៈបកប្រជាជនកម្ពុជានឹងគ្រប់គ្រងដូច្នេះគំនិតនេះមិនមែនជាគំនិតថ្មីទេលោកឌូឡៃផ្សេងគាត់យកគំនិតមួយដែលយើងដឹងឮទាំងអស់គ្នាហើយយកមកលាតត្រដាងមកបង្ហាញម្ដងទៀតតែប៉ុណ្្នឹងបាទប៉ុន្តែពេលនឹងហេតុអីក៏គណៈបកសង្គ្រោះជាតិមិនធ្វើសេចក្តីស្នើច្បាប់នឹងអាដាមបាទយើងថាយើងមិនបដិសេធទេយើងនៅគិតគូរយើងយល់ឃើញថាត្រូវតែមានការផ្ទេរអំណាចដោយសន្តិវិធីហើយយើងមិនមានការគុំគួនចង់សងសឹកចង់ធ្វើបាបនរណាទេគឺយើងចង់ឲ្យការផ្ទេរអំណាចនេះវាទៅដោយរលូនហើយយើងយល់ច្បាស់ថានិយាយថាបុគ្គលខ្លះដែលបានប្រព្រឹត្តអំពើអាក្រក់ច្រើនពីមុនកាលពីគាត់កាន់អំណាចគាត់ព្រួយបារម្ភគាត់ថាវាផ្ទេរអំណាចហើយអ្នកមកកាន់អំណាចមករករឿងគាត់មកចាប់គាត់ផ្ដន់ជាទោសគាត់នឹងគាត់មិនផ្ទេរអំណាចទេហ្នឹងគឺច្បាស់ជាមានការប្រទីបន្ទងប៉ះទង្គិចគ្នាមានការបង្ហូរឈាមអីហើយលោកហ៊ុនសែនម្ដងទៀតគាត់បានបញ្ជាក់នៅទីក្រុងកូឡាឡាំពូនៅប្រទេសម៉ាឡេស៊ីលោកហ៊ុនសែនហើយខ្ញុំគឺអង្គុយទន្ទឹមគ្នាយើងទទួលពួកជនជាតិទទួលខ្មែរយើងប៉ុន្តែខ្មែរយើងភាគច្រើនគឺជាខ្មែរអ៊ីស្លាមពេលនោះហើយលោកហ៊ុនសែនបានបញ្ជាក់យ៉ាងច្បាស់ហើយខ្ញុំមានខ្សែអត្ថសម្អាចបង្ហោះមានរូបភាពលោកហ៊ុនសែនបាននិយាយថាអបមាណាអាយដាមខ្ញុំសំរងស៊ីហ្នឹងធ្វើជានាយករដ្ឋមន្ត្រីកុំរករឿងគាត់ពីព្រោះបើរករឿងគាត់ក៏នៅសល់កម្លាំងវាបកមកវិញដែរគាត់ដូចថាគាត់ដឹងខ្លួនថាពេលណាគាត់ត្រូវអស់ចាប់ទួនាទីជានាយករដ្ឋមន្ត្រីគាត់ត្រូវតែគិតគូរពីសុវត្ថិភាពរបស់គាត់តែបើគាត់និយាយជាសាធារណៈនឹងឆ្លោះបង្ហាញការព្រួយបារម្ភរបស់គាត់ការព្រួយបារម្ភរបស់គាត់ចង់ឲ្យនិយាយខ្លីទៅឲ្យអ្នកកាន់ដឹកនាំប្រទេសសប្តាហ៍នេះឲ្យរួចខ្លួនកុំឲ្យមានទោសពេលណាមានការផ្ទេរអំណាចអញ្ចឹងរឿងនេះវាមិនជារឿងអីថ្មីថ្មោងទេរឿងនេះយើងដឹងតាំងពីយូរយារណាស់មកហើយបាទប៉ុន្តែសំណួររបស់ខ្ញុំបាទថាហេតុអីពេលនោះក៏ខាងគណៈបកសង្គ្រោះជាតិមិនធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើសេចក្តីស្នើច្បាប់នឹងទៅមកដល់ពេលនេះហេតុអីក៏សាច់រឿងមិនដំណើរការបានហើយមានមនុស្សមួយចំនួនបន្ទោសទៅលោកសំរងស៊ីទៅវិញទេថានៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬមួយមានការពិភាក្សាគ្នាអំពីស្នើច្បាប់ការពារមេដឹកនាំរដ្ឋាភិបាលមេដឹកនាំគណៈបកឯជាដើមក៏ប៉ុន្តែលោកសំរងស៊ីបានលើកពាក្យនេះយកទៅនិយាយនៅទីក្រុងបាងកកម្ដងដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
ខឹងហើយក៏ការដែលគំនិតក្នុងការរៀបចំច្បាប់ហ្នឹងក៏រលាយទៅវិញទៅតើហេតុអីបានជាមិនមានការលើកស្នើច្បាប់ហ្នឹងតើលោកសំរងស៊ីជាអ្នកទទួលកំហុសទេក្នុងការដែលទៅនិយាយនៅទីក្រុងបាងកកនោះបាទកំហុសមិនកំហុសវាអាស្រ័យលើចរិតរបស់មនុស្សខ្លះព្រោះយើងចង់បានអីយើងបាននិយាយអីយើងមិនត្រូវបដិសេធទេព្រោះគេយើងបាននិយាយអញ្ចឹងមែនយើងបានបង្ហាញថាយើងចង់បានអញ្ចឹងមែនដល់គេយកទៅនិយាយតែតែខឹងគេថាទេមិនគួរយកមកនិយាយបើគាត់និយាយបានបើគាត់និយាយយ៉ាងច្បាស់រហូតទៅដល់2លើកគឺខ្ញុំលើកឡើងបាញ់មិញហើយនឹងមានខ្សែអត្ថថតសម្លេងគាត់បញ្ជាក់ថាគាត់មានគំនិតស្នើអញ្ចឹងមែនហើយយើងមិនបដិសេធទេដូចខ្ញុំនិយាយបាញ់មិញយើងគ្រាន់តែចាប់ផ្ដើមគិតគូរពីព្រោះវាមិនអតិភិបអីភ្លាមឥឡូវហ្នឹងទេកាលនោះយើងចង់រៀបចំកោជបថ្មីយើងរៀបចំបែងចែកតួនាទីគ្នាឲ្យមានតុល្យភាពនៅក្នុងរដ្ឋសភាឲ្យមានក្រមអតិភិបតិចឲ្យយន្តការរបស់រដ្ឋនោះវាដំណើរការតើយន្តការរបស់រដ្ឋនោះវាដំណើរការរដ្ឋសភាដំណើរការបានយើងចាប់ផ្ដើមគិតគូរពីសេចក្តីស្នើច្បាប់បើរដ្ឋសភាមិនទាន់ដំណើរការផងយើងទៅធ្វើច្បាប់យ៉ាងម៉េចអត់ទាន់មានយន្តការអីត្រឹមត្រូវអញ្ចឹងហើយបានគំនិតនេះយើងមិនបដិសេធទេតែយើងជំរុញឲ្យរដ្ឋសភាដំណើរការសិនឲ្យមានយន្តការដើម្បីយើងធ្វើច្បាប់ហ្នឹងប៉ុន្តែស្ថានភាពវាប្រែប្រួលលឿនណាស់កាលនោះស្រាប់តែមានការប្រែប្រួលណាស់ខ្លះច្រឡោតតោតតងរឿងនេះរឿងនោះទៅវាប្រែប្រួលអតិភិបអតិភិបហ្នឹងគឺបែរទៅរឿងអីផ្សេងទៀតប៉ុន្តែខ្ញុំទុកជាក្នុងចិត្តក្នុងគំនិតរបស់យើងគឺថាយើងគួរតែធ្វើទោះជាគេឥឡូវហ្នឹងអ្នកខ្លះដូចថាមានការអៀនខ្មាស់អីបដិសេធអីតែខ្លួនបាននិយាយអញ្ចឹងមែនអានឹងរឿងគាត់ទេប៉ុន្តែសម្រាប់ប្រទេសជាតិយើងឲ្យការផ្ទេរអំណាចដំណើរការប្រជាធិបតេយ្យវាលូនទៅមុខយើងគួរតែមានច្បាប់បែបហ្នឹងមែនបាទអរគុណអាដាមឥឡូវនេះងាកទៅរឿងថ្មីមួយទៀតអាដាមតែងតែមានប្រសាសន៍ជាហោហែថាការដែលអាដាមមិនបាននៅក្នុងប្រទេសនេះក៏អាដាមនៅតែមានសកម្មភាពដើម្បីប្រទេសជាតិដែរគឺមានការគៀងគងឲ្យសហគមន៍អន្តរជាតិដើម្បីដាក់គំនាបទៅរដ្ឋាភិបាលដើម្បីធ្វើផ្លូវត្រូវអីជាដើមមានសំណួរមួយទៀតពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook សួរថាតើអាដាមមានសកម្មភាពអីដទៃទៀតដែរទេក្នុងការគៀងគងខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ដើម្បីឲ្យរួបរวมគ្នាធ្វើការណាមួយដើម្បីជាប្រយោជន៍ជាតិខ្មែរវិញសូមជឿអាដាមខ្ញុំអត់មានការបែងចែកខ្មែរក្នុងប្រទេសខ្មែរក្រៅប្រទេសទេគឺខ្មែរតែមួយយើងជាសមាជិកាមហាគ្រួសារខ្មែរតែមួយមានចិត្តគំនិតជាខ្មែរយើងត្រូវតែគិតគូរអំពីវាសនាប្រទេសជាតិយើងអនាគតប្រទេសជាតិយើងទាំងអស់គ្នាហើយឥឡូវនេះស្រួលធ្វើការពីព្រោះតំណាក់តំណងគ្នាទោះជានរណារស់នៅណានៅជើងមេឃអីណាក៏យើងអាចតាក់ទងគ្នាបានព្រាមមួយរំពេចFacebook ហ្នឹងគឺជាឧបករណ៍មួយដើម្បីបង្រួបបង្រួមជាតិឲ្យផ្សព្វផ្សាយការពិតផ្សព្វផ្សាយគំនិតជឿនលឿនទំព័រ Facebook របស់ខ្ញុំមានអ្នកចូលរួមតាមដានជាប់លាប់4លាន2សែនអ្នក4លាន2សែនអ្នកហើយ4លាន2សែនអ្នកហ្នឹងសិតតែមនុស្សមែនតើណាអត់មានទៅទិញអីអ្នកណាឲ្យចុច like ចុចអីទិញពីឥណ្ឌាទៅនេះអត់ទេគឺសិតជាខ្មែរសិក្សាគឺអ្នកដែលគេតាមដានសកម្មភាពអ្នកវិជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងពិតប្រាកដដូច្នេះខ្ញុំនៅតែបន្តការពិតដែលខ្ញុំនឹងលាតត្រដាងបន្តទៀតដូចជាប្រវត្តិសាស្ត្រគេបិទបាំងប្រវត្តិសាស្ត្រនៅប្រទេសកម្ពុជាគេបិទបាំងអត់ចង់ឲ្យប្រជាពលរដ្ឋដឹងទេនិយាយក៏មិននិយាយទៅជែកវេទិកាណាក៏អត់មានរៀបចំឲ្យមកទៅជែកហើយនៅតាមសាលានៅតាមមហាវិទ្យាល័យអីមិនដែលបង្រៀនពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាទេគឺចាំតែ7មករាតែប៉ុណ្ណឹងទៅតាមគេអញ្ចឹងទៅប៉ុន្តែវាអត់គ្រប់គ្រាន់ទេយើងត្រូវតែមើលយើងពិនិត្យប្រវត្តិសាស្ត្រប្រទេសកម្ពុជាគ្រប់ជ្រុងជ្រោយទាំងអស់ជាពិសេសប្រវត្តិនៃគណៈបកប្រជាជនកម្ពុជាតែម្ដងអ្នកសង្កេតការណ៍អ្នកវិភាគឯករាជ្យគេដឹងពីប្រវត្តិនេះគេបានសរសេរមានការស្រាវជ្រាវយ៉ាងខ្វះក្បាយដូច្នេះខ្ញុំនឹងលាតត្រដាងការពិត
តាម Facebook ឲ្យខ្មែរយើងយុវជនយល់អំពីប្រវត្តិសាស្ត្រហើយម្យ៉ាងវិញទៀតខ្ញុំនឹងលើកអំពីគំនិតដើម្បីរៀបចំប្រទេសឲ្យបានល្អប្រសើរហើយម្ដងទៀតខ្ញុំសូមបញ្ជាក់ណាមិនមែនសម្រាប់តែគណៈបកសង្គ្រោះជាតិទេបើគណៈបកណាផ្សេងទៀតយកគំនិតខ្ញុំយកទៅពិចារណាហើយបើយកទៅអនុវត្តសូម្បីតែមួយផ្នែកខ្ញុំក៏មានការសប្បាយចិត្តនឹងអបអរសាទរអញ្ចឹងកុំថាខ្ញុំជួយគណៈបកនេះខ្ញុំគ្រប់គ្រងគណៈបកនោះអត់ទេខ្ញុំគិតពីអនាគតប្រទេសកម្ពុជាខ្ញុំស្វែងរកគំនិតល្អក្នុងឋានៈខ្ញុំជាអ្នកសេដ្ឋកិច្ចដែលខ្ញុំមានបទពិសោធន៍ក្នុងវិស័យនឹងទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសខ្ញុំនឹងលើកជាគំនិតលើកជាសំណើដើម្បីកែតម្រង់ស្ថានភាពនៅប្រទេសកម្ពុជាយើងស្ថាប័នយន្តការរបៀបគ្រប់គ្រងប្រទេសយើងឲ្យបានល្អប្រសើរដើម្បីផលប្រយោជន៍ជាតិនឹងខ្ញុំក៏នឹងធ្វើតាមរយៈ Facebook ដែរពីព្រោះមានសាក្សីជាច្រើននឹងបានតាមដានមានអ្នកបច្ចេកទេសអ្នកជំនាញជាច្រើននឹងថ្លឹងថ្លែងនឹងវាយតម្លៃថាគំនិតខ្ញុំនឹងវាល្អឬមិនទៅល្អយ៉ាងម៉េចគេគិតគូរទៅខ្ញុំចង់ឲ្យមានការជជែកគ្នាជជែកពិភាក្សាយ៉ាងទូលំទូលាយក៏តែមានការជជែកគ្នាបានយើងប្រទេសយើងសង្គមនីមួយបានឈានទៅមុខតែបើបិទបាំងការពិតបំបិទមាត់គេមិនឲ្យគេសម្ដែងមតិគឺជាសង្គមមួយដែលនៅតែអន់ថយនៅតែផ្លេចផ្សាយផងជានិច្ចកាលបាទបាទឥឡូវងាកទៅវិសោធនកម្មច្បាប់នេះម្ដងទៀតអាដាមបានជ្រាបហើយថាស្អែកនេះប្រហែលជានឹងក្រមប្រឹក្សាធម្មនុញ្ញសម្រេចហើយមិនដឹងតែព្រះមហាក្សត្រនឹងសម្រេចបែបណាទេនៅពេលដែលបានទទួលលិខិតស្នើអំពីតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិនេះថាកុំឲ្យព្រះអង្គឡាយប្រហោះលេខាប៉ុន្តែយ៉ាងណាក៏ដោយចុះនៅពេលដែលគណៈពេលដែលមានគណៈបកប្រជាជនកម្ពុជាក្រោមបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើច្បាប់នេះស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់នេះក៏មានក្រុមដែលអ្នកធ្វើការឲ្យគណៈបកប្រជាជនកម្ពុជានឹងបានចេញសេចក្តីប្រកាសជាហូហែតាមបណ្ដាញផ្សព្វផ្សាយរបស់គណៈបកប្រជាជនកម្ពុជានឹងថាសូមឲ្យលោកសំរៀងស៊ីនឹងលំមឈប់សកម្មភាពអីទាំងអស់នឹងទៅហើយសូមលំមឲ្យសូមទូនីតិមួយពីព្រះមហាក្សត្រនឹងឲ្យទៅជាឧត្តមក្រុមប្រឹក្សារបស់ព្រះមហាក្សត្រអីទៅវិញទៅតើសំណើនេះអាដាមអាចនឹងយកទៅពិចារណាទេលះបង់ជីវភាពជាអ្នកនយោបាយហើយទៅធ្វើជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រសូមអញ្ជើញអាដាមខ្ញុំអត់គិតពីជីវិតរបស់ខ្ញុំផ្ទាល់ថារស់នៅស្រួលសងំសុខម្នាក់ឯងបានទួនាទីអីដល់ណាដល់ណីអត់ទេខ្ញុំអត់ត្រូវការទេខ្ញុំត្រូវការរួមចំណែកជួយជោគជួយចែវហ៊ានលះបង់គ្រប់សពគ្រប់បែបដើម្បីប្រទេសជាតិរបស់ខ្ញុំប្រទេសជាតិរបស់យើងទាំងអស់គ្នាខ្ញុំនឹងដើរតួនាទីជានិច្ចតួនាទីជាពលរដ្ឋខ្មែរពលរដ្ឋសាមញ្ញក៏ដោយអត់មានតំណែងអីក៏ដោយតែបេះដូងជាខ្មែរនឹងចូលរួមក្នុងការងារទាំងអស់ដែលអាចធ្វើទៅបានឲ្យប្រជារាស្ត្រខ្មែរបានសុខឲ្យបានសន្តិភាពហើយសន្តិភាពមិនមែនតែសន្តិភាពរាងកាយថាអត់មានសង្គ្រាមទេសន្តិភាពផ្លូវចិត្តឲ្យប្រជាពលរដ្ឋខ្មែរម្នាក់អាចរស់បានស្ងប់ចិត្តកុំព្រួយបារម្ភថាថ្ងៃណាមួយគេមកចាប់ចងយើងគេមកធ្វើបាបយើងគេមករឹបអូសយកដីធ្លីរឿងសេដ្ឋកិច្ចថាថ្ងៃហ្នឹងមិនដឹងបានពីបានលុយពីណាទៅទិញម្ហូបអាហារធ្វើបាយធ្វើម្ហូបឲ្យកូនថ្ងៃហ្នឹងបើមានចុះពីស្អែកយ៉ាងម៉េចចូលខានស្អែកយ៉ាងម៉េចដូច្នេះនឹងវាអត់មានសន្តិភាពក្នុងចិត្តទេខ្ញុំចង់ឲ្យខ្មែរយើងទាំងអស់គ្រប់គ្រួសារខ្មែរទាំងអស់គឺរស់ដោយស្ងប់ចិត្តសន្តិភាពក្នុងចិត្តត្រជាក់ចិត្តរស់យ៉ាងសម្បូរសប្បាយនឹងហើយការចូលរួមពិភាក្សាទានរបស់ខ្ញុំប៉ុន្តែបានមិញនេះលោកជនចបុតបានលើកឡើងថាអូគេបានលើកពីច្បាប់នេះកែចុះកែឡើងកុំឲ្យបណ្ឌិតនឹងមានតួនាទីសំបីតែសម្លេងសំបីតែរូបថតក៏កុំឲ្យអ្នកណាយកមកប្រើប្រាស់រូបថតបណ្ឌិតហើយខ្ញុំសូមសួរមួយឲ្យបញ្ជាក់ថាបណ្ឌិតនឹងជាអ្វីបណ្ឌិតនឹងគឺជាអ្នកមានទោសណាយើងនិយាយពីរឿងអ្នកនយោបាយពីព្រោះខ្ញុំជាអ្នកនយោបាយហើយអ្នកនយោបាយដទៃទៀតណាគេចោទប្រកាន់ខ្ញុំថាខ្ញុំជាបណ្ឌិតនឹងថាខ្ញុំនឹងមានទោសអីចំពោះអ្នកនយោបាយទោសណាគឺមាន4យ៉ាងទោសរបស់អ្នកនយោបាយគឺមាន4យ៉ាងហើយទោសនោះវាអាច
ធ្ងន់ទៅដល់ទោសក្បត់ជាតិទៅទៀតសម្រាប់អ្នកនយោបាយទោសទី1គឺធ្វើឲ្យប្រទេសជាតិបាត់បង់ឯករាជ្យភាពនិងអធិបតេយ្យភាពជាតិគឺយើងទៅបំរើបរទេសយើងធ្វើអាយ៉ងគេបំរើបរទេសហើយបំផ្លិចបំផ្លាញផលប្រយោជន៍ប្រទេសជាតិយើងឲ្យប្រទេសជាតិយើងទៅជារណបរបស់គេនឹងជាទោសមួយទោសនយោបាយមួយទោសនយោបាយទី2គឺបើធ្វើឲ្យប្រទេសយើងបាត់បង់ទឹកដីក្នុងឋានៈយើងជាអ្នកដឹកនាំអាយ៉ងក៏ដោយយើងកាត់ទឹកដីឲ្យទៅបរទេសធ្វើឲ្យយើងបាត់បង់ទឹកដីប្រទេសយើងរួញកាន់តែតូចហើយរឿងហ្នឹងគឺច្រើនសារដែលយើងបាត់បង់ទឹកដីហើយអ្នកនយោបាយណាដែលចូលរួមចំណែកធ្វើឲ្យប្រទេសបាត់បង់ទឹកដីនឹងមានទោសក្បត់ជាតិមួយទៀតទោសទី3គឺសម្លាប់ប្រជារាស្ត្រមានអន្តធនមានអំណាចរៀបចំគម្រោងផែនការអីណាមួយធ្វើឲ្យប្រជារាស្ត្រស្លាប់យកគេទៅសម្លាប់ឬបង្ខំគេកែងគេឲ្យគេទៅស្លាប់ដោយកាលសម័យផែនការក5ក្នុងទសវត្សរ៍ឆ្នាំ1980ដែលលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីសួរចាស់រៀនច្បងខ្លះមើលកាលផែនការក5ហ្នឹងគេកែងមនុស្សដោយបង្ខំឲ្យទៅធ្វើការហួសកម្លាំងនៅតំបន់ជ័យដែនដែលមានគ្រុនចាញ់ដែលជន់មានអត់បាយអត់ថ្នាំសង្កូវហើយបើហ៊ានតែចង់លួចរត់គេបាញ់សម្លាប់ខ្មែរយើងស្លាប់រាប់ម៉ឺនចូលដល់40នាក់នឹងជាទោសមួយទោសសម្រាប់ប្រជារាស្ត្រខ្លួនឯងហើយទោសទី4គឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រទេសជាតិដូចជាព្រៃឈើយកករណីដែលយើងឃើញអស់គ្នារាល់ថ្ងៃគឺព្រៃឈើ20ឆ្នាំចុងក្រោយនេះគឺកាប់បំផ្លាញព្រៃឈើធ្វើឲ្យវិនាសសុទ្ធយើងវិនាសហើយអ្នកដែលធ្វើហ្នឹងគឺដើម្បីបំរើផលប្រយោជន៍សេដ្ឋកិច្ចរបស់គេផលប្រយោជន៍ខ្លួនគេគ្រួសារគេបកពួកគេនឹងហើយគេហៅថាទោសចំពោះអ្នកនយោបាយអ្នកធ្វើនយោបាយដែលមានទោសគឺទោស4យ៉ាងខ្ញុំអត់មានប្រព្រឹត្តអត់បានចូលរួមសូម្បីតែបន្តិចក្នុងទោសណាមួយក្នុងចំណោមទោសទាំង4ហ្នឹងវាអត់តែបើយើងបែរមកមើលអ្នកនឹងចោទប្រកាន់ខ្ញុំថាខ្ញុំមានទោសចុះគាត់មិនមើលខ្លួនគាត់ផងគាត់មានបានចូលរួមទេគាត់មានបានទទួលទោសទាំង4នេះខ្ញុំថាបានទាំងអស់ដែលធ្វើឲ្យប្រទេសយើងខ្លាយទៅជារណបប្រទេសមួយទៀតប្រទេសជិតខាងធ្វើឲ្យបាត់បង់ទឹកដីសម្លាប់ប្រជារាស្ត្របំផ្លាញទ្រព្យសម្បត្តិជាតិគឺគាត់មានទោសអ្នកដែលកាន់អំណាចសពថ្ងៃនឹងទោសទាំង4នឹងបើយើងប្រព្រឹត្តទោសណាមួយក្នុងចំណោមទោសទាំង4នឹងគេហៅថាក្បត់ជាតិហើយអ្នកខ្លះប្រព្រឹត្តទង្វើទាំង4នឹងដូចជាក្បត់ជាតិ4ដងនិងក្បត់ជាតិពេញទីហើយមិនក៏មានទោសផងមិនក៏មិនបែរមកមើលតែខ្ញុំថាខ្ញុំសំរងស៊ីមានទោសខ្ញុំមិនដែលធ្វើបាបអ្នកណាខ្ញុំមិនដែលប៉ះសំបីតែសរសៃសក់មនុស្សណាខ្ញុំមិនដែលប៉ះខ្ញុំមិនដែលទៅប្លន់លេខ្ញុំមិនដែលកាត់ព្រៃឈើខ្ញុំមិនដែលប្រព្រឹត្តទុករលួយខ្ញុំមិនដែលទៅបំរើបរទេសឲ្យគេលៀបតបាក់ទឹកដីយើងវាអត់សោះគឺទៅវិញទៅចោទប្រកាន់ថាខ្ញុំមានទោសយ៉ាងណាក៏ដោយចុះលោកសំរងស៊ីត្រូវបានតុលាការផ្តន្ទាទោសហើយអ្នកដែលលោកសំរងស៊ីកំពុងតែមានប្រសាសន៍ថាមានទោសនឹងអត់មានតុលាការណាកាត់ទោសទេអាដាមនឹងមកពីតុលាការរបស់គេតុលាការខ្ញុំហៅថាតុលាការអាយ៉ងតុលាការលេងសើចតុលាការធ្វើបាបរាជតុលាការធ្វើបាបអ្នកស្នេហាជាតិឥឡូវទៅសៀបស្ទង់ទឹកចិត្តប្រជារាស្ត្រមើលថាប្រជារាស្ត្រខ្មែរយល់យ៉ាងម៉េចចំពោះតុលាការសពថ្ងៃតើគោរពទេតុលាការនឹងថាឲ្យតម្លៃទេតុលាការនឹងអត់ទាល់តែសោះតុលាការនឹងគឺពិសោគេធ្វើឲ្យទៅជាខ្មៅពីខ្មៅឲ្យទៅជាសអ្នកស្រួលត្រង់គេឲ្យជាប់ទោសអ្នកដែលប្រព្រឹត្តបទអក្រិតគេឲ្យរួចខ្លួនតុលាការបែបហ្នឹងកុំជាប់មកនិយាយយើងអត់ថាដឹងកាយដឹងលក្ខណៈប៉ុណ្ណឹងគ្រប់គ្រាន់ហើយយើងចាំបោះឆ្នោតហ្នឹងគឺតុលាការប្រកាសតុលាការកំពូលតុលាការតែមួយគឺតុលាការប្រជារាស្ត្រលោកនឹងកាត់ដីតាមរយៈការបោះឆ្នោតប្រជារាស្ត្រយល់ឃើញថាសំរងស៊ីមានទោសមែនអានឹងបោះឆ្នោតឲ្យគណៈបកប្រជាជនទៅតែបើយល់ឃើញថាសំរងស៊ីអត់មានទោសទេអ្នកដែលដឹកនាំប្រទេសសពថ្ងៃទេតែមានទោសអក្រិតទោសក្បត់ជាតិទាំង4ប្រការដែលខ្ញុំបានរៀបរាប់អស់បាញ់មិញនឹងបោះឆ្នោតឲ្យគណៈបកប្រឆាំងគណៈបកណាដែលនឹងមកជំនួសគណៈបកកណ្ដាលអំណាចសពថ្ងៃដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿង
បាទអាដាមសំណួរខ្ញុំមួយចុងក្រោយទេអ្នកបច្ចេកទេសប្រាប់ថាខ្ញុំដល់ម៉ោងហើយអាដាមបានលើកពីចំណុច4ដែលថាបំផ្លាញ4ណានឹងគឺមានការសម្លាប់មនុស្សមានការធ្វើឲ្យបាត់បង់ដែនដីធ្វើឲ្យប្រទេសកម្ពុជានឹងបាត់បង់ឯករាជ្យភាពការបំផ្លាញទ្រព្យសម្បត្តិដែលសល់ពីគេដូនតាអីជាដើមក៏ប៉ុន្តែថ្មីនេះម្សិលមិញនេះជាម្សិលមួយថ្ងៃលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាគឺលោកនឹងហើយដែលបានរៀបចំឆ្នៃឲ្យមន្ត្រីរបស់លោកតាមគ្រប់ក្រសួងនឹងមានក្រសួងវប្បធម៌អីជាដើមដើម្បីដាក់បញ្ចូលប្រាសាទបុរាណខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយថ្មីនេះគឺដាក់តំបន់ប្រាសាទតំបន់ប្រាសាទសម្បូរព្រៃគុកឲ្យទៅជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអីជាដើមតើអាដាមគួរលើកសរសើរទេចំណុចហ្នឹងមិនមែនជាការពិតទេមែនតែនប្រាសាទបុរាណច្រើនណាស់ទីកន្លែងមានវត្ថុបុរាណមានស្នាដៃប្រជារាស្ត្រខ្មែរពីមុនសហគមន៍អន្តរជាតិជាពិសេសអង្គការ UNESCO នឹងគេចង់ដាក់ទៅក្នុងបេតិកភណ្ឌពិភពលោកមនុស្សលោកតាំងពីយូរយារណាស់មកហើយតែរដ្ឋាភិបាលគេចាំគេថាមិនទាន់ទេឲ្យគេមិននិយាយចឹងទេប៉ុន្តែទង្វើរបស់គេរកស៊ីសិនគេកេងផលចំណេញគេលក់ដូរសម្បត្តិគេបានប្រមូលផលប្រយោជន៍សម្រាប់គេសិនដល់ទើបតែថ្មីនេះទេដែលបំពេញលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិបានដាក់ទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សលោកនោះបាទអញ្ចឹងអ្នកដែលនិយាយអួតអាងថាខ្លួនអ្នកបានឲ្យអន្តរជាតិមកឲ្យតម្លៃទៅប្រាសាទបុរាណនោះគឺខុសស្រឡះទៅគុំតែពួកគាត់ប្រព្រឹត្តអំពើពុករលួយប្រាសាទទាំងអស់នោះគឺអន្តរជាតិនឹងឲ្យតម្លៃឲ្យទទួលស្គាល់លុះលុបជាងនេះទៅទៀតឲ្យតាំងពីយូរយារណាស់មកហើយបាទអរគុណអាដាមខ្ញុំបាទសូមជម្រាប